ចឹងដើម្បីឲ្យវាមានជើងហៅថា HDO ឬក៏ HPO ឬមុនទឹកក្នុងគីមីចឹងវាមានជើងវានៅខាងក្រោមចឹងយើងអាចចុចកន្លែងនេះក៏បានឬក៏យើងអាចចុច Control Shift ហើយ underscore នេះក៏បានដែរចឹងបើយើងចង់វានៅលើឧទាហរណ៍ថាយើងមានរូបមន្តHello សួស្តីអ្នកនរគ្នាខ្ញុំកាន់វីដេអូខ្ញុំផ្សាយថ្មីម្ដងទៀតអញ្ចឹងក្នុងវីដេអូមួយនេះយើងនឹងទៅបន្តមេរៀនរបស់យើងដែលយើងបានរៀនកាលពីសប្តាហ៍មុនហើយពីសប្តាហ៍មុនយើងក៏បានរៀនរួចមកហើយអំពីថាអ្វីទៅជា Microsoft Word ហើយជាក្រុមប្រភេទមនុស្សណាខ្លះដែលប្រើប្រាស់ Microsoft Word នៅក្នុងការងារប្រចាំថ្ងៃហើយតើហេតុអ្វីបានជាយើងត្រូវរៀន Microsoft Word ហើយនឹងយើងរៀនអំពីចំណុច basic មួយចំនួនរបស់ Microsoft Word ដូចជាការចូលទៅប្រើប្រាស់ក្នុងកម្មវិធី Microsoft Word ការបង្ហាញអំពី interface ឬក៏ feature មួយចំនួនដែលមាននៅក្នុង Microsoft Word ហ្នឹងហើយនឹងការបង្កើតdocument តើយើងបង្កើតរបៀបម៉េចកាលពីសប្តាហ៍មុនខ្ញុំបានបង្ហាញអំពី3របៀបក្នុងការបង្កើតឯកសារដែលជាប្រភេទ file Microsoft Word ហ្នឹងចំនួន3មកហើយសង្ឃឹមថាអ្នកនរគ្នានៅចាំអញ្ចឹងហើយយើងក៏បានរៀនអំពីការ save document ហ្នឹងថា Microsoft Word យើង save របៀបម៉េចភាពខុសគ្នារវាង save ហើយនឹង save as ហើយនឹងតើ Microsoft Word ហ្នឹងយើង save វាទុកជា extension របៀបម៉េចអញ្ចឹងកាលពីសប្តាហ៍មុនយើងបានរៀនរួចមកហើយនឹងខ្ញុំបានមានជា homework មួយក៏អ្នកនរគ្នាបានធ្វើហើយនឹងចងចាំនៅអ្វីកាលពីសប្តាហ៍មុនចឹងនៅក្នុងសប្តាហ៍នេះយើងនឹងទៅរៀនអំពីចំណុចបន្ទាប់ដែលក្នុងនោះយើងនឹងទៅរៀនទាំងអស់គ្នាខ្ញុំក៏រៀនអ្នកនរគ្នាក៏រៀនដែរគឺទាក់ទងជាមួយនឹងការវាយអក្សរហើយនឹងការកែសម្រួលដែលយើងហៅថា typing and editing ចឹងក្នុងនេះខ្ញុំមានជា keyboard basic មួយចំនួនដើម្បីបង្ហាញទៅដល់អ្នកនរគ្នាដែលទាក់ទងជាមួយនឹងចំណុចមួយហ្នឹងក្នុងនេះយើងមាន space bar មាន enter មាន backspace មាន key delete ហើយនឹង shortcut មួយចំនួនដូចជាcontrol C សម្រាប់ copy control V សម្រាប់ paste ហើយនឹង control X សម្រាប់ cut control Z សម្រាប់ undo អញ្ចឹងក្នុងនេះយើងនឹងទៅ detail មួយទាំងអស់គ្នាអញ្ចឹងក្នុងនេះខ្ញុំអាចបង្ហាញពីការចូលទៅកាន់ Microsoft Word ទេយើងចូលទៅកាន់មេរៀនរបស់យើងតែម្ដងទៅអញ្ចឹងខ្ញុំបរិយាវាឲ្យរាងធំតិចអញ្ចឹងក្នុងនេះយើងនឹងទៅរៀនពី key ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំសូមចុច Windows Control O ដើម្បីបង្ហាញពី simple keyboard នៅលើ screen កុំព្យូទ័ររបស់ខ្ញុំសិនអញ្ចឹងអ្នកនរគ្នាចង់ចុចឲ្យចេញដូចខ្ញុំអាចចុច Windows នេះ Windows Control ហើយនឹងអក្សរ O មកវានឹងចេញមកហើយអញ្ចឹងក្នុងនេះយើងនឹងបង្ហាញពី space bar ហ្នឹងបើអ្នកនរគ្នាអត់ដឹងទេនេះ space bar វាជា key មួយហ្នឹង key ដែលវែងជាងគេនៅលើ keyboard របស់យើងហ្នឹងអញ្ចឹងយើងប្រើវាសម្រាប់ធ្វើការឲ្យមានកលៀតពីពាក្យមួយទៅពាក្យមួយឬក៏ពីអក្សរមួយទៅអក្សរមួយយើងអាចប្រើ space bar ហ្នឹងបានហើយមួយទៀតគឺ key enter យើងប្រើដើម្បីចុះបន្ទាត់ប្រើដើម្បីចុះបន្ទាត់ថ្មីហ្នឹងយើងអាចប្រើ key enter បានហើយនឹង backspace key មួយនេះបើសិនជានៅលើកុំព្យូទ័ររបស់អ្នកអាចមានពាក្យថា backspace តែនេះនៅលើ keyboard នៅលើ screen ហ្នឹងវាសូជា icon បែបហ្នឹងអញ្ចឹងយើងអាចចុចទៅលើហ្នឹងដើម្បីធ្វើការ delete អក្សរចេញពីខាងចុងទៅខាងដើមហ្នឹងហើយចំពោះ key delete ហ្នឹងគឺផ្ទុយពី backspace យើងលុបចេញពីខាងដើមមកវិញអញ្ចឹងនេះវាជា key delete ហើយនឹង control C ហ្នឹងយើងប្រើសម្រាប់ copy មានយើង copy ពាក្យឬក៏ពីimage ឬក៏រូបភាពពីកន្លែងមួយទៅកន្លែងមួយទៀតអញ្ចឹងអានេះខ្ញុំមុននេះខ្ញុំនិយាយអញ្ចឹងយើងទៅបង្ហាញអស់នេះទីមួយគឺ back គឺ space អញ្ចឹងខ្ញុំមានពាក្យ hello ខ្ញុំបរិយាធំតិចនេះអញ្ចឹងឧទាហរណ៍ hello អញ្ចឹងយើងចង់មាន space មួយអញ្ចឹងខ្ញុំដាក់យើងចុចមកនេះ space អញ្ចឹង hello dara អីចឹងទៅចាហ្នឹងវាជា space នេះយើងចង់ space ហ្មងក៏បានដែរមិនថាយើងដាក់កលៀតឲ្យវាអញ្ចឹង enter ឧទាហរណ៍ដែលយើងចង់ enter មកចុះបន្ទាត់ថ្មីយើងចុច key enter មកhow are you today អញ្ចឹងទៅចាហ្នឹងមកយើងចុះបន្ទាត់ថ្មីយើងចង់ចុះហ្មងក៏បានដែរចានេះខ្ញុំសូត្រតែនេះមកអញ្ចឹងបើមួយទៀត key backspace មកយើងលុបចេញពីខាងចុងហ្នឹងយើងចុច backspace មកអញ្ចឹងបើយើងចង់លុបចេញពីខាងនេះវិញយើងចុច delete អូខេអញ្ចឹងយើងនឹងទៅរៀនពី shortcut ហ្នឹង shortcut យើងរៀន undo មុនគេមកដើម្បី undo អីដែលយើងបានធ្វើមិញអញ្ចឹងយើងចុច control set បើយើងចង់ធ្វើវាមកវិញយើងចុច control y ហើយយើងបញ្ច្រាស់គ្នា control set ហ្នឹង undo ណាយើងធ្វើអីមួយអញ្ចឹងយើងចង់ថយវាមកទី step វិញហើយ control set តែវា control y ហ្នឹងមកយើងផ្ទុយពីអាហ្នឹងវិញអញ្ចឹងយើងទៅមើលបន្តទៀតយើងចុច control c អញ្ចឹងចុច control មកចុចអក្សរ c មកហើយយើង copy អញ្ចឹងយើងនេះខ្ញុំ copy ដាក់កន្លែងនេះមកអញ្ចឹង copy វានៅ copy វានៅតែ keep សោះមែន keep ពាក្យពីមុននឹងដែរយើង copy មកថ្មីមួយទៀតខ្ញុំលុបសិនអញ្ចឹងយើង cut វាម្ដង control x មកយើង select លើអីដែលយើងចង់នេះមកយើងចុច control x មក cut អញ្ចឹងបាត់ហើយ
ចឹងដើម្បីផាសវាវិញយើងចុច control V នេះខ្ញុំខាត់វាម្ដងទៀតហើយខ្ញុំចុច control V ដើម្បីផាសវាមកវិញចឹងអានឹងតើតងមួយនឹងtyping and editing គឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអាចយកពេលខ្ញុំខ្វែងនេះចេញអ្នកនរគ្នាយកពេល5នាទីដើម្បីធ្វើការ practice ទៅតាមអីខ្ញុំបានបង្ហាញមិញមកហើយ scope វីដេអូរបស់ខ្ញុំសិនទៅចឹងបន្ទាប់មកទៀតយើងនឹងទៅរៀនអំពីការវាយអក្សរហើយនឹងការកែសម្រួលដែលយើងហៅថា text format ធីងហ្នឹងដែល basic របស់យើងនឹងទៅរៀនអំពីការធ្វើអក្សរហ្នឹងវាដិតវា trade វាមាន underline ខាងក្រោមមានបន្ទាត់ខាងក្រោមហើយយើងនឹងទៅរៀនសេរីទៅតមួយនឹង font size ហើយក៏យើងនឹងទៅរៀនទៅជាមួយនឹងការដាក់ color ទៅលើអក្សរដូចគ្នាអញ្ចឹងទាំងអស់នេះគឺយើងប្រើដើម្បីធ្វើអីយើងក្លេកមកមើលកន្លែង example នឹងមួយអញ្ចឹងយើងអាចប្រើអ្វីដែលខ្ញុំនឹងបង្ហាញខាងមុខនេះដូចទៅលើ Excel ហ្នឹងអញ្ចឹងកន្លែងណាដិតអីចឹងគឺកន្លែងដែលយើងត្រូវ focus ឬក៏ប្រើសម្រាប់ title អីផ្សេងៗអញ្ចឹងទៅកន្លែង trade អីក៏ដូចគ្នាដែរតែបើ text ធម្មតាយើងប្រើវាជា text ធម្មតាអញ្ចឹងអានឹងវាជា sample ដែលយើងយកទាំងអស់ហ្នឹងទៅប្រើអញ្ចឹងយើងចូលទៅកាន់ Microsoft Word ទាំងអស់គ្នាអញ្ចឹងខ្ញុំសរសេរពាក្យអីមួយមក hello my name is Sarat អីចឹងទៅអញ្ចឹងក្នុងហ្នឹងយើងនឹងទៅរៀនពីកដាក់វាដិតមុនក្នុងនេះខ្ញុំអាចដាក់ខ្ញុំ change ទៅជានេះសិនទៅជា font អង់គ្លេសសិនអូខេចឹងនេះយើងអាចដាក់វាដិតយើងអាចចុចកន្លែងនេះឬក៏យើងអាចចុចលើនេះវា load មកខ្លួនឯងអញ្ចឹងអក្សរ B ហ្នឹងបូលយើងអាចធ្វើការឲ្យវាដិតឬក៏អត់ដិតនៅលើនឹងបានហើយ I ហ្នឹងគឺយើងអាចធ្វើឲ្យវាជាអក្សរ trade U ហ្នឹងមាន underline ហើយយើងឲ្យវាមានបន្ទាត់នៅខាងក្រោមអញ្ចឹងវាមាន shortcut របស់វាដែរអញ្ចឹងបើយើងចង់ underline យើងចុច control U មកវា underline ហើយយើងចង់ឲ្យវា trade យើងចុច control I ហើយផ្សេងយើងចង់ឲ្យវាបូលយើងចុច control B ហើយនឹងក្នុងហ្នឹងក៏មានយើងខ្វែងកដាលអីចឹងទៅសម្រាប់នៅអក្សរហ្នឹងយើងលុបឬក៏យើងអីចឹងយើងអាចប្រើនឹងបានហើយមួយទៀតយើងក៏មានការដាក់ជើងខាងក្រោមហើយនឹងស្វ័យគុណដូចយើងរៀនគីមីអញ្ចឹងវាមាន H2O ដែលជារូបមន្តទឹកឬក៏ H2O ហ្នឹងអញ្ចឹងយើងអាចធ្វើការដាក់អានឹងបានអញ្ចឹងយើងចុចមកយើងចុចកន្លែងនេះមកនេះអញ្ចឹងបើយើងចង់ឲ្យវាលឿនខ្ញុំចុចឲ្យឃើញដល់យើងវាមាន shortcut របស់វាដែរយើងអាចចុចយើងមើលមកនេះ scroll លើនេះវាមាន control shift underscore អញ្ចឹងចុច control shift underscore អូខេយើងបរិយាធំនេះមកដើម្បីអ្នកនរគ្នាស្រួលខ្ញុំដាក់ font ប៉ុណ្ណេះអញ្ចឹងដើម្បីឲ្យវាមានជើងហៅថា H2O ឬក៏ H2O រូបមន្តទឹកក្នុងគីមីអញ្ចឹងវាមានជើងវានៅខាងក្រោមអញ្ចឹងយើងអាចចុចកន្លែងនេះក៏បានឬក៏យើងអាចចុច control shift ហើយ underscore នឹងក៏បានដែរអញ្ចឹងបើយើងចង់វានៅលើឧទាហរណ៍ថាយើងមានរូបមន្តពីx gray បូក 2x បូក1ស្មើ0អញ្ចឹងរូបមន្តស្មើការអញ្ចឹងទៅចានេះវា2នោះត្រូវនៅជា x gray អញ្ចឹងយើងចុចcontrol shift ហើយសញ្ញានេះមកសញ្ញាបូកនេះមកឃើញអញ្ចឹងវាទៅកន្លែងហ្នឹងហើយអញ្ចឹងយើងអាច edit អីវាបានតាមហ្នឹង keep ឬក៏អីផ្សេងចាហ្នឹងទាក់ទងមួយនឹង text formatting កន្លែងនេះយើងក៏អាចធ្វើការសេរី font size ដូចខ្ញុំបានសេរីមុនហ្នឹងអញ្ចឹងឲ្យវាធំឲ្យវាតូចទៅតាមតម្រូវការរបស់យើងអញ្ចឹងកន្លែងនេះជាកន្លែងសេរី font size អូខេហើយកន្លែងនេះជា font អក្សរយើងចង់ដាក់ font អីគេអញ្ចឹងខ្វែនេះវិញមកយើងចង់ដាក់ font អីគេយើងអាចសេរីកន្លែងហ្នឹងបានហើយមួយទៀតយើងចាក់ color អញ្ចឹងយើងចាក់ color លើហ្នឹងយើងចុចមក select លើវាមកយើងដាក់ color អីគេខ្ញុំនេះដាក់ពណ៌ក្រហមឬក៏ចង់ customize color អីយើងអាច customize វាបានហើយបើយើងចង់ដាក់ background នេះជា text highlight color ហ្នឹងយើងដាក់មកចង់បានពណ៌អីគេពណ៌លឿងឬក៏ពណ៌អីផ្សេងៗទៀតយើងអាចដាក់បានតាមហ្នឹងដែរអញ្ចឹងទៅដល់មួយនឹង text format វាមានច្រើនយ៉ាងទៀតតែយើងនឹងទៅរៀនពីមេរៀនបន្តទៀតអញ្ចឹងកន្លែងនេះយើងចូលទៅមើល slide របស់យើងវាជាមានតែប៉ុណ្្នឹងឯងហើយយើងទៅ slide បន្តទៀតនេះយើងនឹងទៅរៀនពីពុម្ពអក្សរខ្មែរឬក៏ font ខ្មែរហ្នឹងអញ្ចឹងក្នុងនេះខ្ញុំមាន sample មួយចំនួនដូចជា font ខ្មែរ OS ខ្មែរ OS មូលខ្មែរ OS បាត់ដំបងហើយនឹង font ខ្មែរ OS content តែចំពោះ font ខ្មែរហ្នឹងឬក៏ font អក្សរផ្សេងៗនេះយើងប្រើវាសម្រាប់ធ្វើការលេង style ទៅលើអក្សរឬក៏ប្រភេទអក្សរដែលមានរចនាបថផ្សេងៗពីគ្នាអញ្ចឹងទៅតាមតម្រូវការរបស់យើងអញ្ចឹងក្នុងនេះខ្ញុំទៅឧទាហរណ៍មកដើម្បី change font ឧទាហរណ៍ខ្ញុំមានអក្សរខ្មែរមួយមកវាមានតែអក្សរខ្មែរដែលយើងអាចមានអក្សរអីក៏មាន font របស់វារៀងៗខ្លួនដែរអញ្ចឹងនេះខ្ញុំ example ជាអក្សរខ្មែររបស់យើងអញ្ចឹងខ្ញុំដាក់ថាសួស្ដីអីចឹងហើយអ្នកទាំងអស់
គ្នាអូខេចឹងនៅនេះនេះវាជាប្រភេទ font ខ្មែរ OS ចឹងវាថាយើងចង់ដាក់ជាប្រភេទ font ផ្សេងពីហ្នឹងឧទាហរណ៍ថាខ្មែរ OS មូលចឹងយើងទៅយកពីនេះរបស់យើងមកយកពី slide របស់យើងមិញនេះឧទាហរណ៍ថាខ្មែរ OS មូលនេះមួយមកចាំតិចចឹងឧទាហរណ៍ខ្ញុំដាក់វាជា change font នេះទៅជាខ្មែរ OS មូលវិញអូខេចឹងវានឹង change ទៅរងទៅតាមនឹងហើយចាហ្នឹងទាក់ទងមួយនឹង font ចឹងអ្នកនរគ្នាប្រហែលជាឆ្ងល់ថាយើងអាចទៅយក font ហ្នឹងពីណាបានហើយចឹងក្នុងនេះខ្ញុំមាន sample នឹងមួយនេះជាប្រភេទfont នេះមួយជា website នឹងមួយដែលយើងអាចធ្វើការ download font ចឹងបើសិនជាអ្នកកុំព្យូទ័រអ្នកអត់មាន font ណាមួយយើងអាចធ្វើការចុចលើនឹងមកដើម្បី download ឧទាហរណ៍ហ្នឹងខ្ញុំ download ជា font ខ្មែរ OS មួយចឹងក្នុងហ្នឹងវានឹង load មកកន្លែងហ្នឹងហើយនេះពេល download ហើយវានឹង load មកអញ្ចឹងយើងចុចទៅលើហ្នឹងមកវានឹង pop up ជាកន្លែងហ្នឹងមកយើងចុច install មកដើម្បីឲ្យពេលវា install ដល់ចប់ហើយយើងអាចចូលទៅ check នៅកន្លែងនេះបានអញ្ចឹងកន្លែងនេះយើងអាចយកប្រើ font ដែលយើងបាន download កន្លែងមិញហ្នឹងនៅកន្លែងហ្នឹងបានហើយអញ្ចឹងនេះខ្ញុំដាក់ font ខ្មែរ OS ខ្ញុំ select លើហ្នឹងមកអូខេអញ្ចឹងយើងអាចប្រើវាបានហើយអញ្ចឹងបើសិនជាអ្នកគ្នាតាមអត់ទាន់កន្លែង link នេះយើងកាន់តែ search download font ណាមួយដែលយើងចង់បានdownload font ខ្មែរ OS ស៊ីមរៀបអីចឹងទៅអញ្ចឹងយើង search តាមហ្នឹងទៅក្នុងហ្នឹងវាអាចមាន website ច្រើនដែលយើងអាចធ្វើការ download បានកន្លែងនេះអញ្ចឹងជា font អញ្ចឹងយើងអាចធ្វើការ download បានដូចគ្នាហ្នឹងវាជា website របស់ Google ហើយក្នុងនេះក៏មាន iOS ស៊ីមរៀបដែរអញ្ចឹងវាចុចមកវា download ឲ្យយើងហើយនេះវាចាប់ដើម download ហើយអញ្ចឹងពេលហ្នឹងយើងធ្វើការចុចមកដើម្បី install មកខ្មែរ iOS ស៊ីមរៀបនឹងមាននៅលើហ្នឹងហើយអញ្ចឹងទៅទៅមួយ font ហើយខ្ញុំទៅមើលកន្លែងនេះដល់ខ្មែរ OS អូខេខ្មែរ OS ស៊ីមរៀបនេះដូចកន្លែងនេះវា load មកឲ្យយើងហើយខ្ញុំchangeអានេះដូចជា font ខ្មែរ OS ស៊ីមរៀបដែលខ្ញុំ download មិញនេះអញ្ចឹងវាបែរទៅតាម font ដែលយើងចង់ download អូខេជាមួយនឹង font ហ្នឹងមានតែប៉ុណ្្នឹងអ្នកនេះអាចធ្វើការ download បានបើមានចង្អល់អាចសួរខ្ញុំបានតែនេះយើងនឹងរៀនអំពីកថាខណ្ឌនិងគម្លាតបន្ទាត់ដែលយើងនិយាយថា paragraph and line spacing អញ្ចឹងក្នុងហ្នឹងយើងនឹងរៀនអំពី paragraph alignment ដែលវាជាការត្រឹមអត្ថបទរបស់យើងហើយ line spacing ការដាក់គម្លាតទៅលើអក្សរបន្ទាត់របស់យើងហើយនឹងការចុះបន្ទាត់ការត្រឹមឆ្វេងត្រឹមកណ្ដាលត្រឹមស្ដាំហើយនឹងធ្វើ justify ត្រឹមវាជា justify ហើយនឹងការដាក់space ទៅលើ line របស់យើងដូចខ្ញុំបានបង្ហាញមិញអញ្ចឹងក្នុងហ្នឹងយើងចូលទៅ detail ម្ដងទៅយើងនឹងទៅ practice អស់នេះអញ្ចឹងនេះឧទាហរណ៍ថាអញ្ចឹងខ្ញុំបើឧទាហរណ៍យើងដាក់ជាអក្សរអង់គ្លេសមកបើងាយស្រួលអញ្ចឹងយើងយកជា simple text មកយើងអាចដាក់ lorem text ដែលវាជា simple text មកយើងកាសេ lorem មកlorem វាមាន text simple របស់វាចំនួនប៉ុណ្ណេះនេះចំនួនប៉ុណ្ណឹងតែបើយើងចង់បានច្រើនលើសហ្នឹងយើងអាចទៅសេស្មើ lorem អាហ្នឹងសម្រាប់យើងយកទៅ example អញ្ចឹងយើងគុណនឹងចំនួនខ្ញុំគុណនឹងចំនួន10អញ្ចឹងមកយើងចុច enter មកវានឹងបានជា simple យើងហើយអូខេខ្ញុំ select ទាំងអស់មកខ្ញុំសេរីសាយវាទូចអញ្ចឹងហ្នឹងខ្ញុំដាក់តែ10អញ្ចឹងទៅអញ្ចឹងយើងនឹងទៅដឹងអំពីការត្រឹមហើយខ្ញុំត្រឹមទាំងអស់នេះត្រឹមអស់នេះអានេះវាឲ្យត្រឹមខាងឆ្វេងអញ្ចឹងវាទៅខាងឆ្វេងត្រឹមកណ្ដាលវានឹងត្រឹមមកកណ្ដាលអញ្ចឹងហើយចានេះវាត្រឹមខាងស្ដាំវិញហើយកន្លែងនេះយើងអត់ត្រឹមទេវានៅស្មើគ្នាតែដោយសារតែតិចទាំងអស់នេះគ្រប់ទៅវាអត់នេះអញ្ចឹងយើងនឹងទៅដឹងអំពីការចុះបន្ទាត់អត់នេះខ្ញុំចង់ចុះទៅមុខបន្តិចអញ្ចឹងបើថាវាលោកមកអញ្ចឹងយើងចង់សេរីយើងអាចចុចលើហ្នឹងមកយើងសេរីកន្លែងហ្នឹងមកវិញនេះសេរីអញ្ចឹងមកយើងសេរីខាងលើនេះមកដើម្បីធ្វើការចុះបន្ទាត់ចឹងវាទៅដល់ការចុះបន្ទាត់ហើយទៅដល់មួយនឹង line spacing យើងអាចចុចកន្លែងនេះមកដើម្បីសេរី space វាយើងចង់ដាក់ប្រមាណក៏បានដែរអញ្ចឹងមកខ្ញុំដាក់2អញ្ចឹងវា space line space វាដឹងឆ្ងាយពីគ្នាអញ្ចឹងយើងដាក់តែមួយវាមកមុំអញ្ចឹងទៅអញ្ចឹងចំពោះកន្លែងហ្នឹងមានដូចជាមានតែប៉ុណ្្នឹងឯងវាជាមានតែប៉ុណ្្នឹងទេហើយខ្ញុំបញ្ចប់តែប៉ុណ្្នឹងមុនហ្នឹងខ្ញុំ record ម្ដងហើយតែអត់បានបើកសលេងអញ្ចឹងវាអត់ឮសលេងបាទ record ម្ដងទៀត
ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងសូមអ្នកនរគ្នាចូលចិត្តហើយនឹងបើសិនអ្នកចង់តាមដាននៅវីដេអូបន្តទៅទៀតសូមជួយចុច follow page ដូចជាជួយចុច like និង share page របស់ខ្ញុំហើយនឹងជួយចុច subscribe នៅ channel YouTube របស់ខ្ញុំដូចគ្នាអរគុណច្រើនជម្រាបលានិងជួបគ្នានៅឱកាសក្រោយ